សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធី Club សិភៅនៅក្នុងថ្ងៃនេះដែរគឺយើងនឹងមកពិភាក្សាពីគ្រូតានៃសិភៅអភិវឌ្ឍខ្លួនតែម្ដងគឺ Think and Grow Rich មកដល់ពេលនេះសិភៅមួយក្បាលនេះគឺមានអាយុកាលចូល100ឆ្នាំទៅហើយអ្វីគ្រប់យ៉ាងគឺចាប់ផ្ដើមក្នុងឆ្នាំ1908ដោយអ្នកកាសែតតូចតាចម្នាក់ឈ្មោះ Napoleon Hill នឹងគឺមានឱកាសអង្គុយសម្ភាសជាមួយកំពូលអ្នកមានជាងគេនៅសហរដ្ឋអាមេរិកឈ្មោះ Andrew Carnegie ហើយគាត់ក៏បានសួរសំណួរដែលអ្នកគ្រប់គ្នាចង់ដឹងដែរថាតើមានអាចកំបាំងអីនៅពីក្រោយភាពជោគជ័យរបស់លោកតើមនុស្សធម្មតាចាប់ផ្ដើមដោយដៃទៅទេអាចមានជោគវាសនាខ្លាចជាអ្នកមានឬក៏អត់នេះគឺប្រហែលជាសំណួរដ៏ងាយស្រួលសម្រាប់ Andrew ប៉ុន្តែគាត់ក៏បានដឹងដែរថាមនុស្សម្នាក់ៗហ្នឹងគឺមានប្រវត្តិខុសគ្នាស្ថានភាពជីវិតខុសគ្នាធ្វើការក្នុងវិស័យខុសគ្នាហើយដំណើរខ្លាចជាអ្នកជោគជ័យរបស់ពួកគេហ្នឹងក៏ខុសគ្នាដែរអញ្ចឹងហើយរឿងរ៉ាវរបស់គាត់តែម្នាក់ឯងគឺមិនអាចយកមកចងក្រងធ្វើជាច្បាប់ជោគជ័យសម្រាប់អ្នកគ្រប់គ្នាកើតឡើយដូច្នេះ Andrew Carnegie ក៏បានផ្ដល់សំណើទៅកាន់ Napoleon វិញថាគាត់ហ្នឹងគឺមាន network ស្គាល់គ្នាជាមួយនឹងមហាសេដ្ឋីរាប់រយនាក់ធ្វើការក្នុងវិស័យគ្រប់បែបយ៉ាងនៅសហរដ្ឋអាមេរិកនេះហើយក៏ផ្ដល់ឱកាសឲ្យ Napoleon នឹងបានទៅជួបសម្ភាសសិក្សាពីជីវិតអ្នកគ្រប់គ្នាតែម្ដងហើយចាំវិនិច្ឆ័យថាមានច្បាប់ទម្លាប់អីខ្លះនៅពីក្រោយភាពជោគជ័យរបស់ពួកគេចំណែក Napoleon Hill វិញក៏សម្រេចចិត្តទទួលយកបេសកកម្មមួយនេះហើយគាត់ក៏ចំណាយពេល25ឆ្នាំដើរសម្ភាសនិងសិក្សាកំពូលមហាសេដ្ឋីនៅសហរដ្ឋអាមេរិកចំនួន500នាក់រួចក៏យកអ្វីដែលគាត់រៀននឹងចងក្រងទៅជាសៀវភៅមួយក្បាលនេះឡើងមកដែលដាក់ចំណងជើងថា Think and Grow Rich បើយើងបកប្រែជាខ្មែរទៅគឺរបៀបកែប្រែផ្នត់គំនិតដើម្បីក្លាយជាអ្នកមានប៉ុន្តែជាក់ស្ដែងច្បាប់ទម្លាប់ទាំង13ដែលក៏រៀបរាប់នឹងគឺយើងអាចយកទៅ apply គ្រប់ផ្នែកនៃជីវិតរបស់យើងតែម្ដងមិនមែនគ្រាន់តែរឿងជោគជ័យទេមិនថាសុខភាពទំនាក់ទំនងហិរញ្ញវត្ថុការសិក្សាឬក៏គោលដៅផ្ទាល់ខ្លួនអីមួយដែលយើងចង់សម្រេចសម្រាប់អ្នកមួយចំនួនគិតថាអ្វីដែលអ្នកនិពន្ធនិយាយនឹងមិនមែនជាការពិតប៉ុន្តែសៀវភៅមួយនឹងគឺបានលក់ដាច់ជាង100លានក្បាលហើយទោះជាពិតឬក៏មិនពិតក៏មានមនុស្សជាច្រើនគឺអះអាងថាច្បាប់ទាំង13ហ្នឹងគឺបានកែប្រែជីវិតរបស់ពួកគេយ៉ាងមានប្រសិទ្ធភាពច្បាប់ទី1គឺ desire អ្វីគ្រប់យ៉ាងគឺចាប់ផ្ដើមពីចំណង់ចង់ធ្វើអីមួយចង់កែប្រែជីវិតខ្លួនឯងចង់សម្រេចគោលដៅចង់ជោគជ័យក្នុងជីវិតហើយ desire នឹងមិនមែនគ្រាន់តែចង់ធម្មតានោះទេតែនេះគឺជាចំណង់ដ៏ខ្លាំងតែម្ដងរហូតដល់វានឹងក្លាយជារឿងដែលដុតដាមនៅក្នុងខួរក្បាលយើងរហូតហើយធម្មជាតិរបស់មនុស្សយើងនៅពេលដែលចង់បានអីមួយខ្លាំងហើយគឺនឹងរកវិធីសាស្ត្រគ្រប់បែបយ៉ាងដើម្បីឲ្យចំណង់មួយនោះក្លាយទៅជាការពិតសៀវភៅនេះដែរគឺចាប់ផ្ដើមឡើងជាមួយនឹងសាច់រឿងបរិសម្នាក់ឈ្មោះ Edward Sieban ដែលមានបំណងចង់ធ្វើជាដៃគូរ៉ូស៊ីជាមួយនឹងកំពូលអ្នកច្នៃប្រឌិត Thomas Edison ហើយទោះជាពេលនឹងគាត់អត់មានលុយមួយសែនក្នុងកប៉ាល់ក៏ដោយប៉ុន្តែដោយសារតែចំណង់ desire របស់គាត់មានខ្លាំងក្លា Edward នឹងគឺបានជំនះឧបសគ្គគ្រប់បែបយ៉ាងដើម្បីមានឱកាសទៅជួបជាមួយនឹង Thomas Edison ឲ្យបានហើយពេលទៅដល់ដោយសារតែមិនទាន់មានសមត្ថភាពអីនៅក្នុងខ្លួនការងារដែល Thomas Edison អាចផ្ដល់ឲ្យគាត់បាននឹងត្រឹមតែជាអ្នកអនាម័យបោះសម្រាមតែប៉ុណ្ណោះរួចក្នុងពេលដែលគាត់ធ្វើជាអ្នកអនាម័យនឹងអស់រយៈពេលចូលពី3ឆ្នាំ Edward Sieban នឹងគឺតែងតែតាមដានគ្រប់សកម្មភាពរបស់ Thomas Edison និងព្យាយាមរៀនសូត្រពីការងារមួយនេះហើយក្នុងពេលមួយដែល Thomas Edison បានផលិតចេញនូវការកែច្នៃដ៏ពិសេសថ្មី Edward Sieban ក៏ចាប់យកឱកាសមួយនឹងធ្វើបទបង្ហាញពីវិធីជួយបង្កើនការលក់ឧបករណ៍របស់ Thomas Edison ហើយបន្តមកទៀតគាត់ក៏អាចសម្រេចក្តីសម័យក្លាយទៅជាដៃគូរ៉ូស៊ីរបស់គាត់ពិតមែននេះមិនមែនជាសំណាងឬក៏រឿងចៃដន្យនោះទេសំណាងនឹងគឺបានមកពីពាក្យកសាងយើងគឺជាម្ចាស់នៃជោគវាសនាខ្លួនឯង You are the master of your fate and captain of your soul desire មិនមែនគ្រាន់តែជាចំណង់លេងៗនោះទេតែវាគឺជាចំណង់ជាមួយនឹងផែនការយ៉ាងច្បាស់លាស់ថាសកម្មភាពអីខ្លះដែលយើងត្រូវធ្វើដើម្បីអាចសម្រេចគោលដៅមួយនឹងបានចំណុចនឹងក៏និយាយពីរឿងរ៉ាវរបស់មេតបម្នាក់ក្នុងកំឡុងពេលយូរមកហើយគាត់នឹងគឺបានដឹកនាំទាហានធ្វើដំណើរទៅវាយប្រហារសត្រូវហើយបញ្ជាទី1នឹងគឺប្រាប់ឲ្យកូនចៅធ្វើការដុតទូកដុតសំពៅដែលពួកគេធ្វើដំណើរមកនឹងចោលអស់រលីងហើយលោកមេតបនឹងក៏បានប្រកាសទៅកាន់គ្នាផងដែរថានៅពេលនេះពួកគេគឺគ្មានវិធីសាស្ត្រក្នុងការដកថយឡើយជំរឿសគឺមានតែ2គត់ត្រូវតែយកឈ្នះសង្គ្រាមនេះឬក៏ត្រូវស្លាប់នៅក្នុងដៃសត្រូវច្បាប់ទី2គឺ fate ឬក៏ជំនឿនៅពេលដែលយើងមាន desire ឬក៏ចំណង់ក្នុងការសម្រេចក្តីសម័យណាមួយមិនទាន់គ្រប់គ្រាន់ទេយើងត្រូវការជំនឿមួយទៀត fate នឹងមិនមែនគ្រាន់តែជាការជឿតិចនោះទេវាគឺជាការជឿសុបដោយគ្មានការសង្ស័យជឿថាយើងអាចសម្រេចគោលដៅបានជឿថាយើងអាចតស៊ូយកឈ្នះឧបសគ្គជឿពីសមត្ថភាពរបស់ខ្លួនឯងហើយបើយើងអត់ជឿលើខ្លួនឯងទេការងារអីក៏ពិបាកទៅមុខដែរ Napoleon Hill គឺបានប្រយោបល់ឲ្យយើងប្រើវិធីសាស្ត្រមួយហៅថា creative visualization គឺជាការសម័យទៅកាន់អនាគតនៅពេលដែលយើងបានសម្រេចគោលដៅមួយនឹងហើយគឺយើងសម័យឲ្យច្បាស់តែម្ដងរហូតដល់ខួរក្បាលយើងគិតថាវាគឺជាការពិតហើយផ្ទុយពីនឹងយើងក៏គួរតែរៀនសម័យភាពអវិជ្ជមានផងដែរថាបើសិនជាយើងអត់ដេញតាមក្តីសម័យអត់ធ្វើសកម្មភាពដែលយើងត្រូវធ្វើបើសិនជាយើងខ្ជិលច្រអូសបើសិនជាយើងគេចវេះការងារអត់ខំប្រឹងរៀនចំណាយពេលអត់ប្រយោជន៍ច្រើនចឹងហើយលទ្ធផល5ឆ្នាំឬក៏10ឆ្នាំទៅមុខអាចទៅជាបែបណាយើងចង់បង្កើតជីវិតដ៏មានសុភមង្គលឬក៏ជីវិតពោរពេញដោយរឿងស្ដាយក្រោយការគិតរបស់យើង
ជំនឿរបស់យើងនេះគឺដូចជាដែកឆក់អញ្ចឹងអ្នកដែលត្រឡប់និយាយប្រាប់ខ្លួនឯងថាជីវិតនេះមានតែប៉ុណ្្នឹងគ្មានវាសនាបានសុខស្រួលនឹងគេនោះទេជាតិនេះឆាចោលមកខ្លួនឯងអាក្រក់ខ្លួនឯងខ្ជិលយូរទៅអាជំនឿអស់ហ្នឹងគឺជ្រាបចូលទៅដល់សតិសម្បជញ្ញៈនៅក្នុងខ្លួនយើងខាងក្នុងដាំជាប់ទៅជាចរិតអាហ្នឹងគឺកាន់តែពិបាកកែប្រែទៀតច្បាប់ទី3គឺ auto suggestion អ្នកនិពន្ធគឺបានផ្ដោតសំខាន់មែនទែនចំពោះការដាស់តឿនរំលឹកខ្លួនឯងដដែលជាប្រចាំពីគោលដៅដែលយើងចង់បាននិងសកម្មភាពអីខ្លះដែលយើងត្រូវធ្វើដើម្បីសម្រេចគោលដៅហ្នឹងចំណុចនេះគាត់ក៏បានផ្ដល់យោបល់ឲ្យយើងទាញក្រដាសនិងប៊ិចមកសរសេរផងដែរពីចំណុចទាំង6ដើម្បីសម្រេចផែនការដែលយើងចង់ធ្វើទី1គឺសរសេរចុះពីអ្វីដែលយើងចង់បានកាន់តែច្បាស់កាន់តែល្អបើសិនជាលុយគឺសរសេរចំនួនលុយហ្នឹងទី2គឺសរសេរចុះពីអ្វីដែលយើងត្រូវធ្វើនិងលះបង់ដើម្បីឲ្យគោលដៅរបស់យើងអាចក្លាយជាការពិតមិនថាជាសេវាកម្មផលិតផលឬក៏ការងារអីមួយទី3គឺសរសេរចុះពីថ្ងៃដែលយើងនឹងសម្រេចផែនការមួយហ្នឹងបើយើងអត់មាន deadline នោះទេគឺងាយស្រួលនឹងបង្កើតជំងឺពជាពេលមែនទែនទី4គឺសរសេរគម្រោងផែនការងារដោយលម្អិតថាសកម្មភាពអីខ្លះដែលយើងត្រូវធ្វើប្រចាំថ្ងៃប្រចាំសប្តាហ៍ដើម្បីជួយឲ្យយើងខិតជិតទៅកាន់គោលដៅហ្នឹងទី5គឺសង្ខេបវាជាអត្ថបទតូចមួយនៅលើកត្តាដែលយើងអាចដាក់ជាប់ខ្លួនហើយទី6គឺយើងត្រូវតែយកវាមកអានរំលឹកយើងរាល់ថ្ងៃព្រឹកឡើងងើបពីគេងម្ដងនិងយប់ឡើងមុនចូលគេងម្ដងទៀតជំហានទាំង6ហ្នឹងគឺយើងអាចប្រើប្រាស់សម្រាប់គោលដៅគ្រប់ប្រភេទមិនថាហិរញ្ញវត្ថុសុខភាពការងារឬក៏ការរៀនសូត្រការរៀនជំនាញអីនោះទេឥឡូវឧទាហរណ៍សម្រាប់ខ្ញុំផ្ទាល់គោលដៅ YouTube អីជាដើមខ្ញុំអាចសរសេរដាក់ថាក្នុងពេល6ខែខាងមុខខ្ញុំនឹងទទួលបាន 100k subscriber ក្នុង YouTube channel មួយនេះហើយដើម្បីសម្រេចគោលដៅហ្នឹងខ្ញុំនឹងលះបង់ពេលវេលាធ្វើការសិក្សាស្រាវជ្រាវសៀវភៅអភិវឌ្ឍខ្លួនយកមកអាននិងសង្ខេបទៅជាវីដេអូផ្ដល់ប្រយោជន៍ចែករំលែកចំណេះដឹងដល់អ្នកមើលហើយសកម្មភាពប្រចាំថ្ងៃដែលខ្ញុំត្រូវធ្វើហ្នឹងគឺអានសៀវភៅផលិតវីដេអូដែលមានគុណភាពងាយស្រួលយល់និងអាប់ឡូតឲ្យបានមួយក្នុងមួយសប្តាហ៍និយាយទៅវាគឺជារឿងចាំបាច់មែនទែនក្នុងការសរសេរចុះពីគោលដៅយើងនិងផែនការក្នុងការសម្រេចវាឲ្យបានហើយត្រូវចាំថាអ្វីគ្រប់យ៉ាងត្រូវការពេលវេលានិងការខិតខំច្បាប់ទី4គឺ specialized knowledge ជំនាញច្បាស់លាស់ដូចជាពាក្យចាស់និយាយចឹងចេះឲ្យប្រកបប្រាក់រត់តាមហៅនៅពេលដែលយើងរៀនចប់វិទ្យាល័យក៏គេតម្រូវឲ្យយើងចូលរៀនសាកលវិទ្យាល័យឬក៏ទៅស្វែងរកជំនាញអីមួយមកដាក់ខ្លួនដែលទីផ្សារកំពុងតែត្រូវការដែរនៅពេលដែលយើងចូលធ្វើការអត់មានវិធានគេត្រូវការអ្នកដែលចេះនេះតិចនោះទេគេត្រូវការអ្នកដែលមានជំនាញច្បាស់បំពេញតួនាទីឲ្យបានល្អអញ្ចឹងចំពោះគោលដៅរបស់យើងត្រូវសួរខ្លួនឯងថាចំណេះដឹងអីខ្លះដែលយើងត្រូវមានជំនាញអីខ្លះដែលយើងត្រូវចេះដើម្បីសម្រេចវាបានមិនថាជំនាញខាងទីផ្សារជំនាញខាងលក់ជំនាញខាង IT ជំនាញ social media ជំនាញ design editing អីជាដើមច្បាប់ទី5គឺ imagination ការសម័យសម័យដើម្បីឲ្យ desire របស់យើងក្លាយជាការពិតវាជាការផ្គុំគ្នារវាងការសម័យសម័យបូកផ្សំជាមួយនឹងជំនាញច្បាស់លាស់និងបង្កើតផែនការយកទៅអនុវត្តអ្នកនិពន្ធក៏បានបង្ហាញពីប្រភេទ imagination មួយទៀតដែលហៅថា infinite intelligence ឬក៏ស្តៀងជាមួយនឹងច្បាប់ស្រូបទាញ law of attraction អញ្ចឹងគឺនៅពេលដែលយើងសម័យសម័យគិតពីអីមួយចង់បានអីមួយរហូតคล้ายទៅជា obsession ជឿថាវាជាការពិតនោះចក្រវាលទាំងមូលគឺនឹងអាចជួយវាស្រូបទាញវាឲ្យបានសម្រេចច្បាប់ទី6គឺ organized planning គោលដៅរបស់យើងមិនមែនសុកបានសម្រេចជោគជ័យដោយសារតែចំណង់មួយនោះទេប្រកបណាស់យើងគឺត្រូវការរៀបចំផែនការដ៏លម្អិនពីដំណាក់កាល step by step ថាយើងគួរតែធ្វើអីខ្លះហើយរឿងដ៏សំខាន់មួយទៀតហ្នឹងគឺទំនាក់ទំនង network ជាមួយអ្នកដែលមានគោលដៅមហិច្ឆតាស្តៀងយើងដែរដើម្បីអាចជួយធ្វើជា accountability គ្នាទៅវិញទៅមកជួយកែតម្រូវគ្នាជួយអភិវឌ្ឍគ្នាហើយបើសិនជារៀបចំផែនការហើយផែនការនឹងបរាជ័យយើងនឹងគឺគួរតែសិក្សាពីកំហុសខ្លួនឯងបង្កើតផែនការមួយទៀតអ្នកដែលអត់មានកំហុសអ្នកដែលអត់ដែលបរាជ័យនឹងគឺជាអ្នកដែលអត់ធ្វើអីសោះរឿងដែលសំខាន់មួយទៀតនោះគឺរៀនពីជំនាញ leadership ឬក៏ការដឹកនាំហើយ Napoleon Hill ក៏បានចែករំលែកពីវិធីមួយចំនួនដែលអាចអភិវឌ្ឍសមត្ថភាពនៃការដឹកនាំរបស់យើងបានទី1នឹងគឺ courage ភាពក្លាហានទី2នឹងគឺ self control បើយើងគ្រប់គ្រងខ្លួនឯងអត់បានផងក៏ពិបាកគ្រប់គ្រងក្រុមដែរទី3គឺ justice ជាមនុស្សដែលមានយុត្តិធម៌ទី4គឺ definite decision ជាមនុស្សដែលមានការសម្រេចចិត្តច្បាស់លាស់មិនសាំញ៉ាំច្រើនទី5គឺ definite planning ជាមនុស្សដែលមានផែនការមិនមែនធ្វើអីតាមតែចិត្តទី6នឹងគឺ habit of doing more than paid for គឺជាទម្លាប់ធ្វើការឲ្យអស់ពីចិត្តឲ្យមានគុណភាពមិនមែនតតែបានលុយច្រើនបានខំបានលុយតិចធ្វើឲ្យហើយពីដៃនោះទេទី7គឺ pleasing personality មានអត្តចរិតល្អគេចូលចិត្តនៅក្បែរផ្ដោតលើការសរសើរលើកទឹកចិត្តជាជាងការរិះគន់ទី8គឺ sympathy and understand ចេះយល់ចិត្តអ្នកជុំវិញខ្លួនទី9គឺ mastery of detail យកចិត្តទុកដាក់លើចំណុចលម្អិតតូចៗទី10គឺ responsibility ជាមនុស្សដែលមានទំនួលខុសត្រូវប្រឈមនឹងកំហុសមិនគេចវេះឬក៏ទម្លាក់ឲ្យអ្នកដទៃច្បាប់ទី7 decision មនុស្សដែលគ្មានផែនការគ្មានការសម្រេចចិត្តច្បាស់លាស់គឺងាយស្រួលក្នុងការកើតជំងឺពជាពេលមែនទែនដោយសារតែការងារនេះគឺញ៉ៃអញ្ញៃមិនដឹងត្រូវធ្វើមួយណាមុនទុកមួយណាក្រោយហើយមួយវិញទៀតនោះអ្នកជុំវិញខ្លួនមិនថាសាច់ញាតិគ្រួសារ
ឬក៏មិត្តភ័ក្តិគឺតែងតែប្រោះយោបល់យើងឯងថាគួរធ្វើនេះធ្វើនោះរៀនជំនាញនេះល្អការងារនេះរកបានអីជាដើមប៉ុន្តែសំខាន់ជាងខ្លួនឯងនឹងគឺគួរតែឆ្លងកញ្ចក់សម្រាប់ចិត្តខ្លួនឯងថាពូកែអីគេចង់ធ្វើអីគេដែរព្រោះថាបើសិនជាយើងអត់ដេញតាមក្តីសម័យឲ្យខ្លួនឯងប្រកាសជាខ្លាយជាកម្មករដេញតាមក្តីសម័យឲ្យអ្នកដទៃជាមិនខានច្បាប់ទី8 persistent ឬក៏ការខិតខំតស៊ូនៅក្នុងការស្រាវជ្រាវមួយរបស់សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Pennsylvania ឈ្មោះ Angela Duckworth គឺបានរកឃើញថាលក្ខណៈសម្បត្តិមួយរបស់មនុស្សជោគជ័យនិងមនុស្សដែលមានភាពលេចធ្លោមិនថារឿងការងារឬក៏សម្រាប់គោលដៅផ្សេងៗគឺជាមនុស្សដែលមាន grit ខ្លាំងហើយ grit នឹងគឺជាការបូកផ្សំរវាង passion and perseverance រវាងចំណង់បូកផ្សំជាមួយនឹងការតស៊ូរយៈពេលវែងនិយាយទៅវាគឺជារឿងកម្រខ្លាំងមែនទែនសម្រាប់អ្នកណាដែលចេញធ្វើការឲ្យជោគជ័យភ្លាមចេញរកស៊ីឲ្យខ្លាចជាអ្នកមានឬក៏សាកល្បងអីមួយឲ្យធ្វើបានភ្លាមនោះទេភាគច្រើនគឺសិតតែឆ្លងកាត់ការតស៊ូការខិតខំការរៀនសូត្រការកែប្រែការអភិវឌ្ឍខ្លួនក្នុងរយៈពេលវែងដឹងថាការបរាជ័យគឺជាបទពិសោធន៍ហើយអ្នកដែលមានបទពិសោធន៍ច្រើនគឺនឹងដឹងថាអ្វីដែលគួរធ្វើអ្វីដែលមិនគួរធ្វើដើម្បីឲ្យគោលដៅរបស់យើងបានសម្រេចលឿនច្បាប់ទី9គឺ the power of mastermind group ដូចជាពាក្យគេនិយាយថា you are the average of 5 people you hang out with អ្នកទាំងអស់គ្នាគឺជាមធ្យមក្នុងចំណោមមនុស្ស5នាក់ដែលអ្នកគ្នាដើរជាមួយចឹងហើយការសេពគប់មនុស្សដែលមានគោលដៅមនុស្សដែលចូលចិត្តខំរៀនមនុស្សដែលចូលចិត្តធ្វើការមនុស្សដែលមានមហិច្ឆតាធំប្រកាសណាស់វាគឺនឹងជះឥទ្ធិពលជ្រាបចូលយើងដូចគ្នាផ្ទុយទៅវិញបើសិនជានៅជាមួយមនុស្សខ្ជិលចូលចិត្តចំណាយពេលអស់ប្រយោជន៍ចូលចិត្តរអ៊ូចូលចិត្តនិយាយគិតតែរឿងអវិជ្ជមានទោះជាផ្លូវចិត្តយើងខ្លាំងប៉ុណ្ណាក៏ដោយអាសកម្មភាពអស់នឹងប្រកាសជាឆ្លងចូលយើងដែរហើយអញ្ចឹងហើយវាគឺជារឿងសំខាន់មែនទែនក្នុងការស្វែងរកមនុស្សដែលបានសម្រេចគោលដៅដែលយើងចង់ធ្វើនឹងរៀនពីពួកគាត់សិក្សាពីសកម្មភាពនិងការងាររបស់គាត់ហើយបើសិនជាអត់ស្គាល់នរណាគេនោះទេគឺអាចអានសៀវភៅប្រភេទ biography សិក្សាពីមនុស្សអច្ឆរិយៈក្នុងប្រវត្តិសាស្ត្រអីនឹងគឺជារឿងល្អមែនទែនច្បាប់ទី10 The Mystery of Sex Transmutation ខ្ញុំមិនចង់និយាយរឿងផ្លូវភេទជាសាធារណៈនោះទេប៉ុន្តែវាគឺជារឿងសំខាន់មែនទែនហើយធម្មពលរបស់វាក៏ខ្លាំងដែរដោយសារអីគឺថាជីវវិទ្យានៅក្នុងរាងកាយយើងនឹងមិនថាមនុស្សឬក៏សត្វនោះទេគឺកើតមកដើម្បីបន្តពូជសាសន៍ខ្លួនឯងឲ្យអភិវឌ្ឍទៅមុខដើម្បីបង្កើតខ្លួនឯងឲ្យកាន់តែច្រើននៅក្នុងប្រវត្តិសាស្ត្រគឺមានស្ដេចខ្លះលើកទ័ពធ្វើសង្គ្រាមរាតត្បាតទឹកដីសម្លាប់មនុស្សជាច្រើនដើម្បីមនុស្សស្រីម្នាក់ក៏មានដែរមនុស្សជាច្រើនគឺខិតខំធ្វើការរាប់ម៉ោងគ្មានពេលសម្រាកគឺដើម្បីគ្រួសារដើម្បីប្រពន្ធដើម្បីកូននិយាយទៅអាក្តីស្រឡាញ់ love sex អីហ្នឹងគឺមានឥទ្ធិពលខ្លាំងមែនតើហើយយើងគួរតែរៀនយកវាមកប្រើធ្វើជាកម្លាំងចរន្តរុញយើងឲ្យទៅកាន់គោលដៅតាមក្តីសម័យហើយជៀសវាងយកអាកម្លាំងចរន្តនឹងទៅបាញ់ចោលក្នុងបន្ទប់ទឹកហើយកើតជំងឺញៀនរឿងអាភាអីនោះទេច្បាប់ទី11គឺ the subconscious mind ដូចនៅក្នុងច្បាប់ auto suggestion បង្ហាញអញ្ចឹងនៅពេលដែលយើងតែងតែរំលឹកខ្លួនឯងពីគោលដៅតែងតែបញ្ចេញសកម្មភាពដដែលរហូតខ្លាយទៅជាទម្លាប់វានឹងគឺនឹងជ្រាបចូលអា subconscious mind ចឹងហើយយើងអាចធ្វើការដោយមិនចាំបាច់ប្រើកម្លាំងជំរុញខ្លាំងនោះទេគឺវាដិតជាប់ក្នុងចិត្តយើងទៅហើយច្បាប់ទី12គឺ the brain ខួរក្បាលរបស់យើងគឺដូចជា computer ដ៏ complex មួយអញ្ចឹងយើងត្រូវតែ download install program ណាដែលល្អដូចជាការអានសៀវភៅការអភិវឌ្ឍខ្លួនការថែរក្សាសុខភាពការរៀនអ្វីដែលថ្មីការគិតរឿងវិជ្ជមានគិតរឿងល្អគិតរឿងមានប្រយោជន៍នោះជីវិតយើងនឹងរីកចម្រើនដូចគ្នាដែរយើងត្រូវតែ uninstall program ណាដែលមានមេរោគដែលស៊ី space ធំធ្វើឲ្យកុំព្យូទ័រយើង slow ហ្នឹងច្បាប់ទី13 the sixth sense ឬក៏ញាណទី6បើយើងអនុវត្តច្បាប់ទាំង12ទៀតបានសម្រេចយើងនឹងគឺនឹងអាចអភិវឌ្ឍញាណទី6មួយនេះអានឹងមិនមែនជាធម្មពលពិសេសអីនោះទេប៉ុន្តែវាជាផ្នែកនៃចិត្តរបស់យើងនៅពេលដែលយើងរៀនគ្រប់គ្រងម្ចាស់ការនៃខ្លួនឯងមើលឃើញពី desire និងឥទ្ធិពលរបស់វាអញ្ចឹងហើយមុននឹងបញ្ចេញសកម្មភាពអីមួយយើងនឹងគឺនឹងអាចមានអារម្មណ៍ទីទុកមុនថាមានលទ្ធផលបែបណាអីជាដើមសរុបមកវិញសៀវភៅមួយក្បាលនេះគឺមានទ្រឹស្ដីច្រើនមុខមែនតើប៉ុន្តែបើសិនជាខ្ញុំសង្ខេបសរុបមកវិញគឺជាសារៈសំខាន់នៃការ set គោលដៅហើយនឹងទាញកត្តាទាញសៀវភៅមកសរសេររៀបចំផែនការថាសម្រាប់វាបានដោយរបៀបណារួចគឺត្រូវតែតែងតែនិយាយរំលឹកខ្លួនឯងជាប្រចាំអាហ្នឹងហើយគឺជា big key idea តែម្ដងកុំភ្លេចចុច subscribe លើកទឹកចិត្តខ្ញុំមកធ្វើវីដេអូប្រភេទនេះទៀតហើយបើមានសៀវភៅណា recommend ឲ្យខ្ញុំចង់អានអាច comment នៅខាងក្រោម